សម្ដេចធិបតីហ៊ុនម៉ាណែតបញ្ជាក់ថាប្រលានយន្តហោះពោធិ៍ចិនតុងនឹងត្រូវអភិវឌ្ឍទៅជាសួនសាធារណៈឬសារមន្ទីរសម្រាប់ប្រជាពលរដ្ឋប្រើប្រាស់សម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានៅព្រឹកថ្ងៃទី20ខែតុលាឆ្នាំ2025នេះបានបញ្ជាក់ច្បាស់ថារដ្ឋគ្មានផែនការលក់ដូរទីតាំងអាកាសយានដ្ឋានអន្តរជាតិភ្នំពេញឬប្រលានយន្តហោះពោធិ៍ចិនតុងទៅឲ្យឯកជននោះឡើយគឺនៅតែជាអចលនទ្រព្យរបស់រដ្ឋថ្លែងពីពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការអាកាសយានដ្ឋានអន្តរជាតិដេជោលំដាប់ថ្នាក់ 4F ដែលបានចំណាយថវិកាសាងសង់$2,300 លានអាមេរិកនៅព្រឹកថ្ងៃទី20ខែតុលានេះសម្ដេចធិបតីនាយករដ្ឋមន្ត្រីបានបញ្ជាក់ថាប្រលានយន្តហោះអន្តរជាតិភ្នំពេញអាចនឹងត្រូវបំរុងទុកនៅក្នុងគោលបំណងសំខាន់ពីរគឺសម្រាប់ចុះចតយន្តហោះម្ដងម្កាលនៅពេលមានការកកស្ទះឬមានហានិភ័យពីប្រលានយន្តហោះថ្មីនិងទី2ធ្វើជាសួនសាធារណៈសម្រាប់ប្រជាពលរដ្ឋប្រើប្រាស់ដូចជាកន្លែងសម្រាប់លំហែកាយជាដើមបន្ថែមពីលើនេះសម្ដេចធិបតីបានបញ្ជាក់ថាសម្រាប់អគារដែលនៅក្នុងប្រលានយន្តហោះចាស់នេះអាចនឹងប្រើប្រាស់សម្រាប់យន្តការជាដៃគូរវាងរដ្ឋនិងឯកជនដែលរដ្ឋសហការជាមួយឯកជនដើម្បីទាញយកផលប្រយោជន៍សេដ្ឋកិច្ចពាណិជ្ជកម្មសម្រាប់បម្រើដល់ការថែទាំទីតាំងនេះក៏ប៉ុន្តែរៀបចំនេះមិនត្រូវធ្វើឲ្យប៉ះពាល់ដល់ផ្លូវរថយន្តហោះនោះឡើយសម្ដេចធិបតីបន្ថែមថាសម្រាប់អគារមួយចំនួនត្រូវរៀបចំបង្កើតឲ្យទៅជាសារមន្ទីរពីព្រោះប្រលានយន្តហោះពោធិ៍ចិនតុងនេះជាស្នាព្រះហស្ថរបស់ព្រះបរមរតនកោដ្ឋសម្ដេចព្រះនរោត្តមសីហនុដូច្នេះត្រូវតែរក្សាទុកឲ្យបានល្អទី1ខ្ញុំសូមបញ្ជាក់អត់មានលក់ឲ្យឯកជនជារបស់រដ្ឋអត់មានផែនការលក់ទៅណាទេមានការលើកយោបល់ការស្នើសុំគំនិតអភិវឌ្ឍផ្សេងតែខ្ញុំមិនទទួលអភិវឌ្ឍតាមកម្រិតណាមួយសម្រាប់អ្នកណាទី1យើងទុកចោលថែទាំអញ្ចឹងគោលគំនិតនៅក្នុងពេលបច្ចុប្បន្ននៅក្នុងពេលរយៈពេលមុតជុំទៅខាងមុខការប្រើប្រាស់ការគិតគូរថ្ងៃមុនជជែកជាមួយអាដាមមហាវណ្ណលហើយអាដាមអគ្គមណ្ឌិតសភាចាត្រួសយើងនឹងបង្កើតក្រុមការងារមួយប៉ុន្តែគោលការណ៍គឺយើងត្រៀមប្រើក្នុងគោលគំនិត2ទី1គឺបំរុងទុកជាពីរបំរុងបានន័យថាពីរដែលមានស្រាប់យើងអត់វាយចោលទេគឺជាពីរបំរុងក្នុងករណីកន្លែងនេះមានហានិភ័យចុះមិនចោតកន្លែងណាកន្លែងនោះត្រូវតែអាចចុះកប៉ាល់ហោះបានអញ្ចឹងទុកជាពីរបំរុងមួយសម្រាប់អញ្ចឹងបានន័យថាថែទាំពីរចុះកប៉ាល់ហោះនៅកន្លែងនោះឬមួយក៏មានយន្តហោះ VIP កន្លែងណាដែលអាចចុះឬមួយក៏ធម្មពេជ្ជៈកន្លែងណាដែលចុះកន្លែងអញ្ចឹងប្រើប្រាស់ទី1គឺជាពីរបំរុងប៉ុន្តែមួយទៀតគឺយើងគ្រោងរៀបចំវាទៅជាសួនសាធារណៈដើម្បីឲ្យអ្នកភ្នំពេញអាចប្រើប្រាស់នេះគឺជាអ្វីដែលគោលដៅធំដោយឡែកនៅខាងអគារដែលមានស្រាប់ធ្វើម៉េចវានៅតែជាអចលនទ្រព្យបរដ្ឋតែយើងអាចគិតគូរអំពីសកម្មភាពសេដ្ឋកិច្ចពាណិជ្ជកម្មមួយចំនួនដើម្បីយកចំណូលទៅថែទាំចិញ្ចឹមពលានយន្តហោះទាំងមូលតែមិនលក់ឲ្យឯកជនទេគឺជារបស់រដ្ឋដដែលខ្ញុំសូមបញ្ជាក់កន្លែងខ្លះយើងត្រូវរៀបចំជាសារមន្ទីរព្រោះពលានយន្តហោះជាពលានហោះប្រវត្តិសាស្ត្រតាំងពីស្នាមប្រហោះរបស់សម្ដេចតាព្រះបរមរតនកោដ្ឋអញ្ចឹងខ្ញុំមើលទៅកន្លែងដូចអាគារ Tower ខ្ពស់កន្លែងផ្លិតអីហ្នឹងគឺសិតតែអាគារប្រវត្តិសាស្ត្រដែលយើងត្រូវរក្សាកម្រិតណាមានគំនិតថារៀបចំជាសារមន្ទីររៀបចំជាអីចឹងខ្ញុំឲ្យគិតគូរចុះសូមជម្រាបថាប្រលានយន្តហោះពោធិ៍ចិនតុងបើកឲ្យដំណើរការរយៈពេល70ឆ្នាំមកហើយនោះត្រូវបានបិទដំណើរការទាំងស្រុងកាលពីវេលាម៉ោង 00 នាទីយប់អធ្រាត្រឈានចូលថ្ងៃទី9ខែកញ្ញាឆ្នាំ2025អាកាសយានដ្ឋានអន្តរជាតិភ្នំពេញត្រូវបានសាងសង់ឡើងនៅក្នុងឆ្នាំ1954លើទំហំផ្ទៃដីសរុបចំនួន386ហិកតាស្ថិតនៅក្នុងភូមិសាស្ត្រសង្កាត់ចំចៅសង្កាត់កាកាបខណ្ឌពោធិ៍សែនជ័យរាជធានីភ្នំពេញ